អ្នកគួរទៅកន្លែងហាត់ប្រាណដែរឬអត់នៅកំឡុងពេលដែលអ្នកកំពុងតែឈឺគឺអាស្រ័យទៅលើប្រភេទជំងឺដែលអ្នកកំពុងតែកើតឡើងនិងភាពធ្ងន់ធ្ងររបស់វាអាការៈនៃជំងឺមួយចំនួនខាងក្រោមនេះអ្នកមិនគួរទៅកន្លែងហាត់ប្រាណទី1គឺគ្រុនក្តៅលំហាត់ប្រាណធ្វើឲ្យសីតុណ្ហភាពក្នុងខ្លួនកាន់តែក្តៅឡើងកើនឡើងនិងបានធ្វើឲ្យជាតិទឹកនៅក្នុងខ្លួនកាន់តែហះបន្ថែមទៀតទី2គឺជំងឺគ្រុនផ្ដាសាយឬការអស់កម្លាំងធ្ងន់ធ្ងរដែលរាងកាយរបស់អ្នកត្រូវការថាមពលនៅក្នុងការប្រឆាំងនឹងមេរោគនៅក្នុងរាងនៅពេលដែលអ្នកកំពុងតែមានជំងឺផ្ដាសាយឬការអស់កម្លាំងធ្ងន់ធ្ងរធ្វើឲ្យថាមពលក្នុងរាងកាយរបស់អ្នកមានភាពយឺតយ៉ាវក្នុងការវិមាត់ត្រឡប់មកវិញការដកដង្ហើមខ្លាំងនៅកំឡុងពេលដែលអ្នកកំពុងធ្វើការីអូអាចធ្វើឲ្យអ្នកប្រឈមមុខនឹងបញ្ហារលាកសួតទី4គឺការរលាកក្រពះដែលអ្នកមានអាការៈក្អួតចង្អោរឬក៏រាគហានិភ័យនៃការខ្វះជាតិទឹកនិងភាពខ្សោយមានការកើនឡើងទី5គឺជំងឺ COVID-19 ឬក៏ជំងឺឆ្លងផ្សេងៗដែលអ្នកគួរតែសម្រាកនៅផ្ទះដើម្បីកុំឲ្យមេរោគទាំងនោះរាលដាលដល់អ្នកដទៃជាចុងក្រោយរាល់ជំងឺទាំងអស់ដែលកើតឡើងទៅលើរាងកាយរបស់អ្នកទាំងអស់គ្នាជាពិសេសជំងឺដែលទាក់ទងជាមួយនឹងសុខភាពនៅខាងក្នុងខ្លួនរបស់យើងមុននឹងធ្វើការធ្វើលំហាត់ប្រាណដល់ពេលគួរតែទៅពិភាក្សាជាមួយនឹងពេទ្យថាតើយើងអាចធ្វើការលំហាត់ប្រាណបានក្នុងករណីដែលយើងមានបញ្ហាជំងឺទាំងអស់នោះនៅក្នុងខ្លួនអរគុណ